មនុស្សសម័យដើមពួកគេប្រើប្រាស់ពន្លឺផ្កាយឬក៏ទីតាំងផ្កាយនៅលើមេឃសម្រាប់សម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដោយតាមរយៈការសង្កេតមើលទៅលើទីតាំងផ្កាយទៅលើរូបរាងផ្កាយទៅលើកញ្ចក់ផ្កាយក៏ដូចជាទៅលើទិសដៅនៃផ្កាយពួកគេអាចកំណត់បាននៅរយៈពេលអាចកំណត់បាននៅពេលវេលាអាចកំណត់បាននៅរដូវកាលក៏ដូចជាអាចកំណត់បាននៅកាលបរិច្ឆេទផងដែរសម្រាប់សម្រួលដល់ជីវិតរស់នៅរបស់ពួកគេដូចជាពួកគេអាចដឹងពីរដូវសម្រាប់ធ្វើការរស់នៅផងដែររដូវណាសម្រាប់បង្កបង្កើនផលរដូវណាសម្រាប់ធ្វើការការពារខ្លួនដូចជារដូវរងាឬក៏រដូវក្តៅអីចឹងទៅហើយមិនត្រឹមតែប៉ុណ្្នឹងទេចំពោះទីតាំងផ្កាយក៏ដូចជាតារាដែលនៅលើមេឃហ្នឹងក៏វាដើរតួនាទីសំខាន់ក្នុងការបង្កើតនៅអរិយធម៌ក៏ដូចជាទំនាក់ទំនងគ្នាផងដែរដោយសារតែមនុស្សសម័យមុនគេក៏បានប្រើប្រាស់វាក្នុងការបង្កើតទៅជាជំនឿដ៏មុតមាំសម្រាប់បង្កើតទៅជាអរិយធម៌ក៏ដូចជាមានការទំនាក់ទំនងគ្នាផងដែរឧទាហរណ៍ថាគេបានបង្កើតនៅរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងអាទិទេពឬក៏ព្រះជាម្ចាស់អីជាដើមដោយយកទីតាំងផ្កាយទាំងអស់នោះធ្វើជាតួអង្គនៃព្រះជាម្ចាស់របស់ពួកគេដើម្បីបង្កើតជាការគោរពដូចជាជំនឿក៏ដូចជាសាសនាឬក៏អរិយធម៌ផ្សេងអីជាដើមឧទាហរណ៍ដូចជានៅក្នុងទេវកថារបស់ក្រិចគឺគេបានយកឈ្មោះនៃតារាឬក៏ទីតាំងនៃផ្កាយឬក៏កញ្ចុំនៃផ្កាយណាមួយសម្រាប់បង្កើតទៅជាតួអង្គព្រះជាម្ចាស់ឬក៏អាទិទេពរបស់ពួកគេហើយបង្កើតទៅជារឿងរ៉ាវផ្សេងក្រោយមកទៀតដែលមានភាពល្បីល្បាញក៏ដូចជាវាបង្កើតទៅជាជំនឿមួយដែលវាដកជាប់នៅក្នុងចិត្តរបស់មនុស្សជាច្រើនផងដែរញ៉ាប់ជូន Full Landscape ជាក្រុមហ៊ុននាំចូលចែកចាយឧបករណ៍អាំងទឹកក៏ដូចជាបន្ទប់ Spa Steam Sauna ធំជាងគេនៅកម្ពុជាឬក៏យើងនិយាយចំគឺជាក្រុមហ៊ុនតំណាងឧស្សាហកម្មអាហារទឹកនៅក្នុងប្រទេសកម្ពុជាយើងនេះតែម្ដងហើយអ្នកជូន Full Landscape ក៏មានជាការទទួលមកការក្នុងការសាងសង់អាំងទឹកក៏ដូចជាបន្ទប់ Spa Steam Sauna គ្រប់ប្រភេទគ្រប់តម្រូវការជាលក្ខណៈគ្រួសារក៏បានឬក៏ជាលក្ខណៈអាជីវកម្មក៏មានដូចគ្នាបើសិនជាមានតម្រូវការក្នុងការសាងសង់អាំងទឹកគឺយើងគ្រាន់តែប្រាប់អំពីគោលបំណងដែលយើងចង់បានខាងក្រុមការងារនឹងទៅធ្វើការសាងសង់ចាប់ពីដើមរហូតដល់ចប់មួយ complete តែម្ដងដោយស្របទៅតាមស្តង់ដារក៏ដូចជាមានអ្នកជំនាញក្នុងការណែនាំជាច្រើនផងដែរអញ្ចឹងបើសិនជាអ្នកណាដែលក៏មានតម្រូវការឬក៏មានគោលបំណងក្នុងការសាងសង់អាងទឹកក៏ដូចជាបន្ទប់ Spa Steam Sauna ឬក៏មានតម្រូវការតទៅជាមួយនឹងឧបករណ៍ផ្សេងៗដែលប្រើប្រាស់ក្នុងអាងទឹកឬក៏បន្ទប់ Spa Steam Sauna អីអ្នកគ្នាក៏អាចធ្វើការទំនាក់ទំនងទៅកាន់ខាង Neptune Full Landscape បានតាមរយៈ Telegram ក៏ដូចជា Facebook Page របស់គាត់ដែលខ្ញុំបានបង្ហាញនៅលើក្រោមនេះស្រាប់ឬក៏អ្នកគ្នាអាចធ្វើការចុចទៅតាមតំណ link ដែលខ្ញុំបានដាក់នៅខាងក្រោម description ផងដែរអូខេអញ្ចឹងហើយនឹងគឺយើងទៅនិយាយអំពីរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងតារាឬក៏ផ្កាយនៅលើមេឃថាវាមានលក្ខណៈពិសេសក៏ដូចជាវាមានពាក់ព័ន្ធជាមួយនឹងមនុស្សយើងដោយរបៀបណាដោយសារតែបើសិនជាយើងធៀបជាមួយនឹងផែនដីទៅកាន់ទីលំហអវកាសដ៏ធំធេងគឺយើងឃើញថាមានចំនួនផ្កាយក៏ដូចជាមានចំនួនតារាហ្នឹងគឺវាច្រើនអាណែកច្រើនខ្លាំងមែនទែនដោយយើងមិនអាចដឹងថាវាមានចំនួនប្រមាណឲ្យប្រកបទេហើយជាក់ស្ដែងសូម្បីតែជីវិតរបស់មនុស្សយើងក៏ដូចជាភពផែនដីរបស់យើងទាំងមូលហ្នឹងក៏អាស្រ័យបានក៏ដូចជារស់រានបានដោយសារតែពន្លឺក៏ដូចជាដោយធម្មពលដែលផ្កាយបានផ្ដល់ឲ្យផងដែរដែលជាព្រះអាទិត្យរបស់យើងប្រភពពន្លឺសំខាន់បំផុតនៅក្នុង Solar System របស់យើងនេះឯងអញ្ចឹងអាជីវកម្មនេះគឺខ្ញុំមានប្រធានបទមួយនិយាយប្រព័ន្ធជាមួយនឹងផ្កាយដូចគ្នាដល់ថ្ងៃនេះគឺយើងទៅនិយាយអំពីកញ្ចុំផ្កាយឬក៏យើងហៅថាជា cluster នៅលើមេឃមួយដែលយើងងាយស្រួលមើលវាមែនតើហើយកញ្ចុំផ្កាយហ្នឹងគឺវាមានលក្ខណៈពិសេសក៏ដូចជាវាមានរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងទេវកថាផងដែរអូខេអញ្ចឹងសម្រាប់អ្នកចូលថ្មីឬក៏អ្នកដែលមិនទាន់បាន subscribe នៅលើ channel YouTube របស់ខ្ញុំនៅឡើយទេបើសិនជាចូលមកហើយកុំភ្លេចជួយ click subscribe ដើម្បីផងដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗ content ថ្មីក៏ដូចជាការលើកទឹកចិត្តដល់ខ្ញុំផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូខ្លឹមសារទាំងអស់គ្នាការមើលទៅលើទីតាំងផ្កាយក៏ដូចជាការកំណត់ទៅលើទីតាំងផ្កាយក្នុងការបង្កើតទៅជាសាច់រឿងអ្វីមួយអានឹងគេហៅថាតារាសាស្ត្រដល់តារាសាស្ត្រនេះគឺវាមានច្រើនប្រភេទមែនទែនដោយគេបានបែងចែកវាទៅជាលក្ខណៈផ្លាស់ជាច្រើនបើតាមជំនឿបុរាណគឺគេបានប្រើប្រាស់តារាសាស្ត្រសម្រាប់ទូទាយទៅលើជោគជតារាសីក៏ដូចជាកំណត់ទៅលើខែឆ្នាំដែលជាដើមដោយដែលយើងបានដឹងសូម្បីតែខ្មែរយើងក៏ដូចជាខាងអឺរ៉ុបហ្នឹងក៏គេបាននិយាយដែរដូចជាពាក់ព័ន្ធជាមួយនឹងតារានិករពាក់ព័ន្ធជាមួយនឹងការទូទាយឆ្នាំលក្ខណៈខ្មែរយើងអីហ្នឹងក៏គេបានយកទីតាំងផ្កាយនៅលើមេឃទាំងអស់ហ្នឹងដើម្បីកំណត់សម្គាល់ទៅជារបស់នេះរបស់នោះឬក៏ទៅជាតួអង្គនេះតួអង្គនោះដើម្បីកំណត់ទៅលើព្រេងវាសនាជោគវាសនាក៏ដូចជាអត្តចរិតរបស់មនុស្សអីជាដើមស្ដែងដូចជាតារានិករអញ្ចឹងជាពិសេសក្មេងៗយើងហ្នឹងគឺតែងតែមានគេនិយាយច្រើនក៏ដូចជាអាសាឃើញគេនិយាយមែនទែនពាក់ព័ន្ធជាមួយនឹងតារានិករដែលគេបានកំណត់ទៅលើទីតាំងនៃប្រភេទក្រុមផ្កាយឬក៏ដំណភ្ជាប់ឬក៏តំបន់នៃផ្កាយណាមួយដែលគេហៅថា constellation ហ្នឹងហើយយកវាមកកំណត់ទៅលើ traveler នៃខែកំណត់ដើម្បីបង្កើតទៅជាតារានិករផ្សេងដូចយើងដឹងថាមាន Gemini មាន Aries មាន Taurus មាន Pisces Aquarius Libra អីជាដើមហ្នឹងឯងអានឹងវាសិតតែជាតារានិករហើយអារបស់ហ្នឹងគឺវាសិតតែកាត់ចេញអំពីក្បួននៃតារាសាស្ត្រទាំងអស់តែជួបថ្ងៃនេះគឺយើងអត់និយាយអំពីក្បួនតារាសាស្ត្រទាំងអស់ហ្នឹងទេតែគ្រាន់តែថាខ្ញុំចង់លើកយកឧទាហរណ៍សម្
សម្រាប់ប្រយោជន៍ទៅកាន់គ្នាយើងឲ្យយល់អំពីប្រភេទតារាសាស្ត្រអស់ហ្នឹងដែលវាមានជាប់ពាក់ព័ន្ធជាមួយនឹងការរស់នៅរបស់មនុស្សយើងមិនថាការរស់នៅប្រចាំថ្ងៃមិនថាផ្នែកជំនឿមិនថាពាក់ព័ន្ធជាមួយនឹងផ្នែកវិទ្យាសាស្ត្រអីជាដើមគឺគេសិតតែប្រើប្រាស់ក្បួនតារាសាស្ត្រនឹងទាំងអស់ដើម្បីយកមកធ្វើការវិភាគក៏ដូចជាបង្កើតជារបបផ្សេងៗជាច្រើនផងដែរបើសិនជាផ្ទៃមេឃយើងគឺវាមានលក្ខណៈស្រាលល្អក៏ដូចជាមានអាកាសធាតុល្អវាមិនសូវមានពពកក្រាស់នៅពេលដែលយើងងើយទៅលើមេឃគឺយើងប្រកាសជាបានឃើញជាមួយនឹងកញ្ចុំផ្កាយមួយក្រុមនៅពេលដែលយើងមើលពីខាងក្រោមទៅដោយផ្នែកទទេយើងនឹងបានឃើញថាកញ្ចុំផ្កាយហ្នឹងគឺវាមានចំនួន6ដួងដែលផ្កាយទាំងអស់ហ្នឹងវាគឺជាកញ្ចុំផ្កាយដែលគេហៅថា Pleiades Star Cluster ឬក៏គេហៅថា The Seven Sisters នៅក្នុងទេវកថាក្រិចឬក៏ឈ្មោះទៀតគេហៅថា Messier 45ផងដែរចំពោះកញ្ចុំផ្កាយហ្នឹងវាមានលក្ខណៈស្រស់ស្អាតមែនទែនបើសិនជាយើងមើលទៅគឺយើងឃើញវាហាក់ដូចជាមានផ្កាយមួយកញ្ចុំនៅជុំគ្នាតែម្ដងហាក់ដូចជាក្រុមគ្រួសារអ្វីមួយអញ្ចឹងដែរហើយចំពោះផ្កាយមួយហ្នឹងគេក៏មានរឿងរ៉ាវទេវកថាក៏ដូចជាវាមានលក្ខណៈអស្ចារ្យមែនទែនបើសិនជាយើងគិតមើលទៅដោយសារតែវាមិនងាយទេដែលថាអាចយើងមើលឃើញផ្កាយដែលវាស្ថិតនៅក្នុងជាកញ្ចុំដែលនៅតំបន់តែមួយនៅកន្លែងតែមួយហើយយើងអាចមើលវាឃើញដោយភ្នែកទទេទៀតចំពោះទីតាំងនៃកញ្ចុំផ្កាយមួយហ្នឹងគឺវាមានរយៈចម្ងាយមិនសូវឆ្ងាយពីផែនដីរបស់យើងប្រហែលទេត្រឹមតែប្រហែលជា444ឆ្នាំពន្លឺតែប៉ុណ្ណោះក៏ដូចជាវាមានចំនួនផ្កាយប្រហែលជាក្នុងពាន់ផ្កាយប៉ុន្តែដល់ឡែកបើសិនជាយើងមើលដោយភ្នែកទទេគឺយើងមើលឃើញត្រឹមតែ6ទេប៉ុន្តែបើសិនជាគេប្រើប្រាស់ជាមួយនឹងកាមេរ៉ាសម្រាប់ថតផ្កាយឬក៏គេប្រើប្រាស់ជាមួយនឹង telescope គេបានឃើញថាគឺវាមានចំនួនផ្កាយច្រើនមែនតើគឺមិនមែនត្រឹមតែ6ហ្នឹងទេប៉ុន្តែចំពោះឯហ្នឹងគឺយើងនិយាយត្រឹមតែ6ហ្នឹងបានហើយដើម្បីឲ្យងាយស្រួលក៏ដូចជាវាមានរឿងរ៉ាវមួយទៀតដែលជាប់ពាក់ព័ន្ធជាមួយនឹងទេវកថាផងដែរចំពោះកញ្ចក់ផ្កាយមួយហ្នឹងភាគច្រើនវាគឺជាប្រភេទ blue star ឬក៏ផ្កាយដែលវាមានពន្លឺពណ៌ខៀវវាមិនមែនជាផ្កាយពណ៌លឿងដូចជាព្រះអាទិត្យរបស់យើងទេហើយមិនត្រឹមតែប៉ុណ្្នឹងទេបើសិនជាយោងទៅតាមទេវកថារបស់ក្រិចគេមានឈ្មោះសម្រាប់ដាក់ទៅឲ្យផ្កាយនីមួយៗនៅក្នុងចំណោមកញ្ចក់ផ្កាយទាំងអស់ហ្នឹងទៀតផងមុននឹងខ្ញុំនិយាយថាបើសិនជាយើងមើលដោយភ្នែកទទេគឺយើងឃើញថាផ្កាយទាំងអស់ហ្នឹងគឺវាមានចំនួនត្រឹមតែ6ទេប៉ុន្តែបើសិនជាយើងប្រើប្រាស់ជាមួយនឹង telescope គឺយើងបានឃើញថាផ្កាយទាំងអស់ហ្នឹងគឺវាមានចំនួនច្រើនមែនទែនប៉ុន្តែចំពោះផ្កាយដែលវាភ្លឺខ្លាំងជាងគេគឺវាមានចំនួនត្រឹមតែ8តែប៉ុណ្ណោះដែលផ្កាយ8ហ្នឹងគឺវាតំណាងទៅឲ្យតួអង្គនៃអាទិទេពចំនួន8អង្គដែលបានស្ថិតនៅក្នុងទេវកថារបស់ក្រិចផងដែរដែលគេបានប្រឌិតឡើងក៏ដូចជាវាគឺជារឿងរ៉ាវគេបង្កើតឡើងសម្រាប់កំណត់ទៅឲ្យផ្កាយនឹងយ៉ាងទៅដោយផ្កាយទាំង8ដួងក៏ដូចជាតួអង្គទាំង8នាក់នៅក្នុងទេវកថារបស់ក្រិចហ្នឹងគឺពាក់ព័ន្ធជាមួយនឹងកូនស្រីទាំង7នាក់របស់អាទិទេព Atlas ឬក៏ជា Atlas ក្នុងទេវកថារបស់ក្រិចហ្នឹងដោយសារតែអញ្ចឹងហើយទៅវាមានឈ្មោះមួយទៀតថា The Seven Sisters ហ្នឹងគឺចង់សំដៅទៅដល់កូនស្រីទាំង7នាក់របស់អាទិទេព Atlas ហ្នឹងឯងអូខេអញ្ចឹងគឺខ្ញុំនិយាយតទៅជាមួយនឹងរឿងរ៉ាវនៃទេវកថាហ្នឹងបន្តិចទៅពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវនៃ Titan Atlas ក្រោយពេលដែលគាត់ត្រូវបានទូនាទីក្នុងនាមជាអ្នកអត្រនៅឋានសួគ៌ចំពោះកូនស្រីទាំង7នាក់របស់គាត់អត់ត្រូវបានមានអាណាការពារទេដោយសារតែ Atlas ហ្នឹងគឺគាត់ជាប់ត្រឋានសួគ៌បាត់ហើយគឺដោយសារតែអញ្ចឹងហើយចំពោះកូនស្រីទាំង7នាក់របស់គាត់ហ្នឹងគឺត្រូវបានអាទិទេពដែលមានឈ្មោះថា Orion ឬក៏ The Great Hunter Orion ហ្នឹងគឺបានធ្វើការតាមញ៉ាញងក៏ដូចជាតាមធ្វើការប្រមាញ់ក្នុងការចាប់ខ្លួនយកមកធ្វើជាភរិយាឬក៏មកធ្វើជាសំណប់ចិត្តរបស់គាត់អីចឹងទៅដោយសារតែ Orion ហ្នឹងគឺបានលងស្រឡាញ់ទៅកាន់កូនស្រីទាំង7នាក់របស់អាទិទេព Atlas ហ្នឹងឯងហើយដោយសារតែឃើញបែបហ្នឹងចំពោះអាទិទេព Zeus ក៏គាត់អត់សូវពេញចិត្តប្រហែលដែរគាត់ក៏ចេញមុខមកដើម្បីការពារចំពោះកូនស្រីទាំង7នាក់ហ្នឹងតែម្ដងគាត់បានធ្វើការប្រែកាឡាតទៅជាមួយនឹងបុត្រីទាំង7នាក់របស់អាទិទេព Atlas ហ្នឹងទៅជាសត្វព្រាបចំនួន7ក្បាលហើយក្រោយមកទៀតក៏បានធ្វើការប្រែក្លាយពួកគាត់ទៅជាផ្កាយហើយក៏បានយកទៅដាក់នៅលើទីតាំងតែមួយជាមួយគ្នាហើយចំពោះកូនស្រីទាំង7នាក់ហ្នឹងគេក៏មានឈ្មោះផងដែរដោយទី1ក៏ឲ្យឈ្មោះថា Alcyone ដែលជាផ្កាយដែលមានពន្លឺខ្លាំងជាងគេទី2គឺជា Atlas ផ្កាយតំណាងឲ្យ Atlas នឹងឯងទី3គឺជា Electra ទី4គឺជា Maya ទី5គឺជា Merope ទី6គឺជា Thageta ទី7គឺជា Seleno ទី8គឺជា Serope អូខេអញ្ចឹងនេះវាគឺជារឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងទេវកថាក្រិចដែលគេបានលើកយកផ្កាយក៏ដូចជាកញ្ចុំផ្កាយដែលយើងស្គាល់ថាជា Pleiades Cluster ហ្នឹងដើម្បីភ្ជាប់សេចក្តីជាមួយគ្នាផងដែរហើយមិនត្រឹមតែជាប់ពាក់ព័ន្ធជាមួយនឹងទេវកថាក្រិចទេសូម្បីតែពាក់ព័ន្ធជាមួយនឹងអរិយធម៌ផ្សេងនៅលើពិភពលោករបស់យើងហ្នឹងក៏មានរឿងរ៉ាវជាច្រើនមែនទែនសម្រាប់ពាក់ព័ន្ធជាមួយនឹងប្រភេទកញ្ចុំផ្កាយមិនថាកញ្ចុំផ្កាយ Pleiades ហ្នឹងឬក៏ផ្កាយផ្សេងទេគឺសុទ្ធតែមានរឿងរ៉ាវដែលនៅពីក្រៅហ្នឹងទាំងអស់ដល់ទៅតាមតំបន់នីមួយៗក៏ដូចជាទៅតាមអរិយធម៌នីមួយៗគឺវាមានរឿងរ៉ាវផ្សេងពាក់ព័ន្ធជាមួយគ្នាអីចឹងទៅសូម្បីតែ brand ឡានល្បីមួយរបស់ជប៉ុនគឺជា Subaru ហ្នឹងក៏យកការ design នៃ logo របស់ខ្លួនហ្នឹងគឺតាមលំនាំនៃ Pleiades Star Cluster ហ្នឹងដែរដែលយើងឃើញថាមានផ្កាយនៅលើហ្នឹងអញ្ចឹងណាហើយពាក់ព័ន្ធជាមួយនឹង Egypt បុរាណនៅវិញគេក៏មានរឿងរ៉ាវពាក់ព័ន្ធជាមួយនឹង The Goddesses ឬក៏ពាក់ព័ន្ធជាមួយនឹងអាទិទេពផ្សេងជាដើមពាក់ព័ន្ធជាមួយនឹងអរិយធម៌របស់
New Zealand ក៏មានរឿងរ៉ាវតទៅជាមួយនឹង Matariki ដែលវាគឺជាប្រភេទបនក្នុងការឆ្លងឆ្នាំឬក៏បនសម្រាប់ឲ្យឆ្នាំថ្មីដូចជានៅស្រុកយើងដែរអញ្ចឹងណាហើយនៅចំពោះក្រុមកញ្ចុំផ្កាយនឹងផងដែរបើសិនជាយើងចង់ឃើញវាចំពោះពេលវេលាដែលល្អបំផុតគឺយើងអាចមើលវាឃើញចាប់ពីចន្លោះខែ11ទៅដល់ខែ4ដែលវាគឺស្ថិតនៅក្នុងក្រុមនៃតារានិកល Taurus អញ្ចឹងអ្នកគ្នាអាចចូលទៅ search មើលខ្លួនឯងទៅថាក្រុមតារានិកល Taurus នឹងថាវាមានទិសដៅនៅកន្លែងណានៅលើមេឃអ្នកគ្នាអាចមើលទៅនៅចំណុចចំកណ្ដាលគេហ្នឹងអានឹងវាគឺជា Pleiades Star Cluster ហើយអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹង Pleiades Star Cluster ឬក៏កញ្ចុំផ្កាយ Pleiades ឬក៏ The Seven Sisters ហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេតែបើទៅទៀតរបស់នេះគឺវាអត់មានអីធំដុំទេវាគ្រាន់តែការចែកម្លែកដើម្បីឲ្យយល់ដឹងពាក់ព័ន្ធជាមួយនឹងប្រភេទផ្កាយឬក៏ពាក់ព័ន្ធជាមួយនឹងផ្នែកតារាសាស្ត្រនៅលើមេឃនឹងឯងហើយណាមួយទៀតឥឡូវហ្នឹងគឺវាជិតដល់ខែ11ហើយអញ្ចឹងការបង្ហាញខ្លួនក៏ដូចជាពេលវេលាក្នុងការមើលផ្កាយនៅលើមេឃអីហ្នឹងគឺវាល្អមែនទែនសម្រាប់មើលទៅលើ Pleiades មួយហ្នឹងអញ្ចឹងហើយបានតែខ្ញុំលើកយកធានបបមួយហ្នឹងដើម្បីយកមកធ្វើការនិយាយតែម្ដងទៅតែដល់ឡែកដោយសារតែឥឡូវហ្នឹងគឺមេឃវាភ្លៀងច្រើនពេកអញ្ចឹងវាពិបាកក្នុងការមើលមែនទែនដោយសារតែមេឃយើងអត់ស្រឡះគឺវានៅពកបាំងអញ្ចឹងគឺមើលអត់ឃើញទេសូម្បីតែថ្ងៃមុនហ្នឹងដែលខ្ញុំទៅមើលផ្កាយដកកតុយឬក៏ Comet ដែលស្គាល់ថាជា Lemon ហ្នឹងនៅ Iconoria ប៉ុន្តែនៅពេលទៅដល់ហ្នឹងស្អាតតែមេឃខ្មៅមេឃរភ្លៀងពពកបាំងពេញទាំងអស់គឺយើងក៏បានឃើញផ្កាយដកកតុយ Lemon ហ្នឹងទេគឺស្ដាយខ្លាំងមែនទេហើយខ្ញុំក៏មានកម្រងថានឹងធ្វើវីដេអូក៏ដូចជាធ្វើ topic ឲ្យបានរៀងច្រើនតទៅជាមួយនឹងផ្នែកតារាសាស្ត្រដែលនិយាយអំពីទីតាំងផ្កាយដែលនិយាយអំពីប្រភេទផ្កាយនៅលើមេឃហ្នឹងឲ្យបានច្រើនផងដែរហ្នឹងហើយសង្ឃឹមថាគ្នានឹងគ្រប់ត្រអូខេអញ្ចឹងតទៅជាមួយនឹងtemaរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាខ្ញុំនិយាយទៅខុសឬក៏មានចំណុចកន្លែងណាដែលថាខ្វះខាតមិនពេញចិត្តឬក៏មិនត្រឹមត្រូវអ្នកគ្នាអាចធ្វើការ comment ក៏ដូចជាការកែប្រែតម្រូវបន្ថែមបាននៅខាងក្រោមហ្នឹងអត់មានបញ្ហាអ្វីទេហើយម្ដងទៀតបើសិនជាអ្នកណាដែលក៏មានតម្រូវការក្នុងការសាងសង់អាងទឹកឬក៏បន្ទប់ spa steam sauna ក៏ដូចជាចង់បានពាក់ព័ន្ធជាមួយនឹងសម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងអាងទឹកអីផ្សេងៗដែលមានគុណភាពខ្ពស់អ្នកគ្នាក៏អាចធ្វើការតាក់ទងទៅកាន់ Neptune Pool Landscape បានគឺតាមរយៈ Facebook Page Telegram ក៏ដូចជា website របស់គាត់ឲ្យខ្ញុំបានបង្ហាញនៅលើ screen នេះស្រាប់ឬក៏អ្នកគ្នាអាចធ្វើការចុច link ដែលខ្ញុំបានដាក់នៅខាងក្រោម description បានដូចគ្នាអញ្ចឹងបើសិនជាមាន topic អ្វីអ្នកគ្នាអាច suggest នៅខាងក្រោមនឹងបានហើយបើសិនជាចូលចិត្តកុំភ្លេចចុច like subscribe ក៏ដូចជា share ដល់ផ្សេងក៏បានទស្សនាផងយើងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយជាមួយនឹងប្រធានបទថ្មីបន្តទៀត